រឿងអាចកំបាំងផ្ទះជួរមាត់កាលពី3ឆ្នាំមុនសុកនិងផល្លាដែលជានិស្សិតមកពីខេត្តបានសម្រេចចិត្តជួលផ្ទះឈើចាស់មួយខ្នងនៅជីក្រុងដើម្បីស្នាក់នៅរៀនសូត្រផ្ទះនោះមានតម្លៃថោកខុសធម្មតាហើយស្ថិតនៅក្បែរបឹងដ៏ស្ងប់ស្ងាត់មួយដែលហ៊ុំព័ទ្ធដោយដាប់នៅយប់ដំបូងខណៈពេលដែលសុកកំពុងអានសៀវភៅស្រាប់តែគាត់ទើសំឡេងតក់សំឡេងទឹកស្រក់ចេញពីក្នុងបន្ទប់ទឹកពេលគាត់ដើរទៅមើលគឺគ្មានទឹកស្រក់ទាល់តែសោះប៉ុន្តែគាត់បែរជាធំក្លិនផ្កាំលិះក្រអូបឈូកយប់នោះផល្លាបានយល់សប្តិឃើញស្ត្រីម្នាក់ស្លៀកពាក់ឈុតរាងកាយសាមជោគឈរនៅមាត់បង្អួចសម្លឹងមកគ្រែរបស់ពួកគេទាំងកែវភ្នែកក្រហមឆ្អៅស្ត្រីនោះខ្សឹបដាក់គុំដេកលើកន្លែងរបស់ឯងចេញទៅវិញទៅស្អែកឡើងពួកគេបានទៅសួរអ្នកភូមិក្បែរនោះទើបដឹងថាកាលពីមុនផ្ទះនេះជាកម្មសិទ្ធិរបស់ស្ត្រីម្នាក់ដែលរងចាំប្តីត្រឡប់មកពីចម្ងាយថ្ងៃមួយមានចោរចូលប្លន់ហើយបានសម្លាប់នាងរួចបោះសាកសពចូលក្នុងបឹងក្រោយផ្ទះតាំងពីពេលនោះមកគ្មានអ្នកណាអាចរស់នៅផ្ទះនោះបានលើបន្ទាប់ពីយប់ដែលផល្លាយល់សប្តិឃើញស្ត្រីស្លៀកពាក់សពួកគេមិនបានចាក់ចេញភ្លាមទេព្រោះស្ដាយលួយកក់ប៉ុន្តែនៅយប់ទី2ស្ថានភាពចាប់ផ្ដើមប្រែប្រួលកាន់តែអាក្រក់ម៉ោង2រំលងអធ្រាត្រសុកភ្ញាក់ពីដេកព្រោះមានអារម្មណ៍ថាដូចមានអ្នកណាម្នាក់កំពុងសម្លឹងមើលពេលគាត់បើកភ្នែកឡើងស្រាប់តែឃើញស្រមោលខ្មៅស្រពេចស្រពើឈរនៅមាត់បង្អួចវាមិនមែនជាស្រមោលធម្មតាទេព្រោះវាគ្មានក្បាលប៉ុន្តែមានសំឡេងយំខ្សឹកខ្សួលចេញពីផល្លាស្ទុះរត់ទៅបើកភ្លើងប៉ុន្តែភ្លើងក្នុងផ្ទះស្រាប់តែឆេះផុសរលត់ងឹតស្លុបភ្លាមនោះមានទឹកត្រជាក់ស្រុបធ្លាក់មកលើស្មារបស់នាងពេលនាងយកដៃស្ទាបមើលក្នុងពន្លឺទូរស័ព្ទវាគឺជាឈាមស្រស់ឈាមនោះកំពុងហូរចេញពីពិដានផ្ទះដែលស្រក់មកតក់ក្នុងភាពងឹតសំឡេងដើរក្រត់នៅលើគម្រាលឈើកាន់តែខិតមកជិតគ្រែអ្នកទាំងពីរស្រាប់តែមានដៃដ៏ត្រជាក់ស្រេបនិងមានស្បែករលួយរហែកចាប់ជើងរបស់សុកទាញយ៉ាងខ្លាំងរហូតធ្លាក់ពីលើគ្រែសំឡេងស្ត្រីអញប្រាប់ឲ្យចេញដើម្បីមិនចេញចង់នៅទីនេះជាមួយអញមែនទេខណៈពេលដែលសុកកំពុងត្រូវខ្មោចទាញជើងចូលទៅក្រោមគ្រែគាត់ក៏យកពន្លឺទូរស័ព្ទបញ្ចាំងទៅក្រោមគ្រែស្រាប់តែឃើញគ្រោងឆ្អឹងមនុស្សត្រូវបានគេញាត់ទុកក្នុងកញ្ឆេរចាស់មួយនៅក្រោមផ្ទះបាយដែលពួកគេមិនដែលបានពិនិត្យមើលនៅពេលសុកឃើញគ្រោងឆ្អឹងនៅក្រោមគ្រែភាពភ័យខ្លាចបានគ្របដណ្ដប់លើខួរក្បាលរបស់គេទាំងស្រុងអ្នកទាំងពីរស្ទុះរត់ចេញទៅទ្វារមុខប៉ុន្តែទោះបីជាខំទាញយ៉ាងណាក៏ទ្វារនោះមិនរបើកដែរវាហាក់ដូចជាមានកម្លាំងមហិមាមកទប់ពីខាងក្រៅពួកគេសម្រេចចិត្តលោតចេញតាមបង្អួចហើយរត់សំដៅទៅរកផ្លូវធំទាំងយប់អាធ្រាត្រប៉ុន្តែចម្លែកណាស់ទោះបីជាពួកគេខំរត់លឿនប៉ុណ្ណាក៏ដោយក៏ពួកគេនៅតែរត់មកដល់មុខផ្ទះឈើចាស់នោះដែលសំឡេងសាច់បែបគ្រលួចហេរត់ទៅណាពួកឯងត្រូវនៅទីនេះជាមួយអញជារៀងរហូតផល្លាចាប់ផ្ដើមស្រែកយំយ៉ាងខ្លាំងរហូតដល់បាត់បង់ម្ចាស់ការនាងសម្លឹងមើលទៅសុកប៉ុន្តែក្នុងភ្នែកនាងសុកមិនមែនជាមនុស្សទៀតទេតែជាសាកសពដែលកំពុងរលួយនាងចាប់ផ្ដើមយករំពាត់ឈើមកវាយសុកទាំងដង្ហើមហត់ដង្ហក់ចំណែកឯសុកវិញក៏ឃើញផល្លាមានមុខមាត់ដូចខ្មោចស្ត្រីដែលនៅក្រោមគ្រែដែរអ្នកភូមិបានឮសំឡេងស្រែកនិងសំឡេងសើចចេញពីផ្ទះនោះពេញមួយយប់លុះព្រឹកឡើងពេលប៉ូលីសមកដល់ពួកគេបានឃើញទិដ្ឋភាពដ៏រន្ធត់សុកអង្គុយនៅមាត់បឹងសើចម្នាក់ឯងដៃទាំងពីរកំពុងកាយដេស៊ីទាំងមិនដឹងខ្លួនភ្នែករបស់គេសម្លឹងស្លក់ទៅលើមេឃផល្លាត្រូវបានគេឃើញសន្លប់នៅក្បែរគ្រោងឆ្អឹងក្រោមគ្រែនាងភ្ញាក់ឡើងទាំងអាការៈវង្វេងវង្វាន់និយាយមិនចេញសូម្បីតែប៉ូលីសបាននាំអ្នកទាំងពីរទៅមន្ទីរពេទ្យវិកលចរិតដើម្បីព្យាបាលប៉ុន្តែរៀងរាល់យប់ម៉ោង2រំលងអធ្រាត្រគ្រូពេទ្យតែងតែសម្លេងពួកគេជែកជាមួយគីណូណាម្នាក់ដែលគ្មានរូបរាងនៅក្នុងបន្ទប់វិញ្ញាណស្ត្រីមាត់បឹងនោះមិនបានសម្លាប់ពួកគេភ្លាមទេប៉ុន្តែវាបានយកព្រលឹងពួកគេទៅឃុំទុកក្នុងផ្ទះឈើនោះជារៀងរហូតកុំជួលផ្ទះណាដែលមានតម្លៃថោកខុសធម្មតាព្រោះអ្នកប្រហែលជាត្រូវបង់ថ្លៃឈ្នួលដោយជីវិតវិញ